បងអញ្ចឹងពុទ្ធទំនាយហ្នឹងអត់មាននៅក្នុងព្រះត្រៃបិដកទេសូមស្ដាប់ឲ្យច្បាស់អត់មានទេពុទ្ធទំនាយដែលពាក់ព័ន្ធជាមួយនឹងស្រុកខ្មែរទាំងអស់គឺអត់មានឡើយមូលហេតុអីបានអត់មានព្រោះព្រះពុទ្ធកើតនៅក្នុងឆ្នាំ623មុនកុសលមានន័យថាមុនគ្រិស្តសករាជឯណោះហើយប្រទេសខ្មែរយើងកើតនៅណាប្រទេសខ្មែរយើងបង្កើតនគរកុកធ្លុកឡើងមុនសតវត្សទី1ហើយដល់សតវត្សទី1នេះនៅក្នុងឆ្នាំ50នៃកុសលនេះទើបយើងបានបង្កើតនៅនគរភ្នំកើតឡើងអញ្ចឹងនគរកុកធ្លុកគឺវាមុននេះបន្តិចប៉ុន្តែវាមិនដល់នេះទេហើយសំណួរសួរថាតើព្រះពុទ្ធស្គាល់ស្រុកខ្មែរទេអត់ស្គាល់ស្រុកខ្មែរទេកុំនិយាយថាព្រៃនគរកុំនិយាយថាភ្នំពេញកុំនិយាយថាបាងកកកាលពីមុនវាស្ថិតនៅក្នុងតំបន់អយុធ្យាជាដែនដីមួយរបស់ខ្មែរយើងណាក្រុងអយុធ្យាក្រុងព្រៃនគរបាត់ដំបងភ្នំពេញណាព្រៃអង្គររលំភ្នំពេញរលាយបាត់ដំបងខ្ចាត់ខ្ចាយស្បាយនៅអង្គរវត្តសំណួរសួរថាតើព្រះពុទ្ធស្គាល់ព្រៃអង្គរព្រះពុទ្ធស្គាល់ភ្នំពេញព្រះពុទ្ធស្គាល់បាត់ដំបងព្រះពុទ្ធស្គាល់អង្គរវត្តព្រះពុទ្ធស្គាល់បាងកកប្រទេសថៃបច្ចុប្បន្នកាលពីសម័យអង្គរវាជាដែនដីរបស់ខ្មែរស្ថិតនៅក្នុងក្រុងអយុធ្យាសំណួរសួរថាតើស្គាល់ដែនដីទាំងអស់ហ្នឹងបើដែនដីទាំងអស់ហ្នឹងទៅតែកើតថ្មីហ្នឹងដូចជាភ្នំពេញកើតឡើងនៅក្នុងឆ្នាំណា1400ចូល1500ហ្នឹងទៅកើតហើយព្រះពុទ្ធតាំងពី600ជាងមុនកុសលនោះបើគិតមកជាមួយនឹងកំណើតភ្នំពេញវាខុសគ្នាឡើង2000ឆ្នាំជាងសំណួរសួរថាតើពុទ្ធទំនាយហ្នឹងវាជាការពិតទេវាគឺជារឿងប្រឌិតរបស់មនុស្សជំនាន់ក្រោយដែលខ្ចីឈ្មោះព្រះពុទ្ធយកមកប្រើតែប៉ុណ្្នឹងទេហើយសួរថាតើទ្រឹស្ដីទាំងអស់ហ្នឹងវាជាទ្រឹស្ដីដើម្បីស្អីជាទ្រឹស្ដីរបស់បរទេសគេបង្កើតឡើងដើម្បីបន្ទន់ឆ្អឹងយើងឬមួយក៏ជាទ្រឹស្ដីយើងបង្កើតឡើងដើម្បីអប់រំអាហ្នឹងយើងសិក្សាខ្លួនយើងទៅព្រោះទ្រឹស្ដីខ្លះវាមានលក្ខណៈគាំទ្រដល់ប្រយោជន៍របស់ជាតិហើយទ្រឹស្ដីខ្លះទៀតវាមានលក្ខណៈបន្ទន់ឆ្អឹងរបស់យើងដូចជាចាញ់ជាព្រះឈ្នះជាមេអញ្ចឹងអាហ្នឹងគឺធ្វើឲ្យយើងតន់ឆ្អឹងតាធ្វើឲ្យយើងហ្នឹងព្រមងាប់តាមសម្រួលទៅធ្វើឲ្យយើងហ្នឹងព្រមធ្វើជាក្របីឲ្យគេជិះខ្នងតាមសម្រួលទៅវាលក្ខណៈអញ្ចឹងដូចជាមានទ្រឹស្ដីមួយទៀតណាព្រះបាទធម្មឹកគេបង្កើតទ្រឹស្ដីព្រះបាទធម្មឹកឡើងហើយគេថាចាំព្រះបាទធម្មឹកនឹងចូលមកជួយយើងហេតុអីបានចាំព្រះបាទធម្មឹកចុះបើយើងជួយខ្លួនយើងទៅមិនបានទេហេតុអីក៏ឲ្យយើងនៅចាំអាហ្នឹងគឺជានិន្នាការមួយដែលគេថាឯងកុំតន់ធ្វើហើយកុំតន់ធ្វើចាំមេដឹកនាំកំពូលមកដឹកសិនចាំឯងធ្វើអាហ្នឹងគឺស្មើនឹងការកុំធ្វើអីទាំងអស់កុំឲ្យធ្វើស្មើនឹងការបង្ក្រាបស្មើនឹងការសម្លាប់នៅបេសកកម្មឃើញទេវាជាលក្ខណៈនៃនិន្នាការនៃមនោគមវិជ្ជាប៉ុន្តែយើងមិនដឹងថាអានិន្នាការមួយហ្នឹងវាមានប្រភពចេញមកពីអ្នកណាឲ្យច្បាស់ចេញមកពីខាងណាឲ្យច្បាស់យើងអត់ដឹងច្បាស់ទេគ្រាន់តែដឹងថាទ្រឹស្ដីទាំងអស់ហ្នឹងគេប្រើឡើងដើម្បីគ្រប់គ្រងយើងព្រះបាទធម្មឹកចូលមកជួយសង្គ្រោះខ្មែរចាំឲ្យព្រះបាទធម្មឹកចូលមកជួយមកចាំឲ្យព្រះបាទធម្មឹកចូលមកជួយមកហើយយើងហ្នឹងកុំធ្វើអីទាំងអស់ហើយលទ្ធផលចុងក្រោយអ្នកមានបុណ្យនេះកើតឡើងអ្នកមានបុណ្យនោះកើតឡើងហើយយើងឈូឆរតាមអ្នកមានបុណ្យប៉ុន្តែអ្នកមានបុណ្យដែលចេញមកភាគច្រើនប្រមូលលុយដាក់កប៉ាវតែប៉ុណ្្នឹងហើយលទ្ធផលចុងក្រោយអ្នកខ្លះដើរបក់ផ្លិតយកលុយទៅណាអ្នកមានបនបក់ផ្លិតយកលុយទៅអាហ្នឹងវាអញ្ចឹងសុទ្ធតែជានិន្នាការនៃមនោគមវិជ្ជាបោកប្រាស់ឲ្យយើងចាំអ្នកមានបនចូលមកជួយកុំឲ្យយើងជួយខ្លួនឯងវាខុសអំពីទ្រឹស្ដីពិតរបស់ព្រះពុទ្ធបាត់ទៅហើយព្រះពុទ្ធបានប្រាប់យើងថាអត្តាហេអត្តនោនាថោណាមានន័យថាពឹងខ្លួនឯងជាមូលដ្ឋានឃើញណាអាហ្នឹងគឺជាទ្រឹស្ដីកំពូលរបស់ព្រះពុទ្ធបើទ្រឹស្ដីទាំងឡាយណាដែលចេញមកផ្ទុយអំពីអត្តាហេអត្តនោនាថោអាហ្នឹងមិនមែនទ្រឹស្ដីព្រះពុទ្ធទេគឺជាទ្រឹស្ដីដែលគេបង្កើតឡើងខ្ចីឈ្មោះព្រះពុទ្ធតែប៉ុណ្្នឹងទេហើយបញ្ជាក់ទៅបងឡើងវិញអត់មានពុទ្ធទំនាយទេគឺជាការបោកប្រាស់របស់បុគ្គលដើម្បីឲ្យយើងជឿតែប៉ុណ្្នឹងឯងក្នុងគោលបំណងឲ្យយើងនឹងសុខលុយទៅដើម្បីបានបុណ្យបានអីអូច្រើនណាស់ណាអ្នកមានបុណ្យចេញមកអំពីនេះអ្នកមានបុណ្យចេញមកអំពីនោះអ្នកមានបុណ្យដើរបក់ផ្លិតយកលុយអីចឹងសុទ្ធ
តែជាទង្វើបោកប្រាស់ទាំងអស់ខ្ញុំគ្រាន់តែដាស់សតិយើងឲ្យស្គាល់នៅអ្វីជាប្រភពពិតតែប៉ុណ្ណឹងឯងព្រោះដើម្បីធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនទាល់តែយើងស្គាល់មូលដ្ឋានរបស់យើងសិនបើយើងវង្វេងមូលដ្ឋានទៅហើយតើយើងអាចទៅកសាងយ៉ាងដូចម្ដេចទៅវង្វេងប្រវត្តិសាស្ត្រវង្វេងមូលដ្ឋានអាហ្នឹងគឺចប់និយាយហើយចប់និយាយឲ្យវាមិនត្រឹមតែមនុស្សឈួតទេមនុស្សឈួតគឺអាចនៅកែប្រែបានប៉ុន្តែមនុស្សដែលវង្វេងកំណើតវង្វេងប្រវត្តិសាស្ត្រអាហ្នឹងវាមិនស្ថិតនៅក្នុងចម្ពោះឈួតទេគឺចប់និយាយតែម្ដង nothing to say ដូច្នេះហើយពុទ្ធទំនាយដែលនិយាយអំពីរឿងខ្មែរយើងវាជាមនោគមបោកប្រាស់សុទ្ធសាធគ្រាន់តែថាមនោគមនោះវាមានអល្អហើយក៏មានមិនល្អដែរមនោគមណាដែលវាមានប្រយោជន៍ដល់ប្រទេសជាតិយើងទទួលយកទៅតែមនោគមណាដែលអត់មានប្រយោជន៍ដល់ប្រទេសជាតិយើងអាហ្នឹងយើងបោះចោលទៅគោលរបស់ព្រះពុទ្ធគឺអត្តាហេអត្តនោនាថោអរគុណច្រើន